ផ្លូវកាត់នៃច្បាប់ស្រូបទាញធ្វើយ៉ាងណាទើបយើងអាចស្រូបទាញបានលឿនអនុវត្តច្បាប់នៃការស្រូបទាញដូចគ្នាចុះហេតុអីបានជាមានអ្នកខ្លះស្រូបបានអ្នកខ្លះស្រូបអត់បាននោះគឺដោយសារតែយើងអត់ទាន់បានដឹងពីអនុភាពដ៏អស្ចារ្យនៃការធ្វើការរបស់ចក្រវាឡការពិតទៅគឺវាមានគន្លឹះនិងមានផ្លូវកាត់របស់វាដើម្បីអនុវត្តច្បាប់នៃការស្រូបទាញឲ្យទទួលបានផលលឿននោះគឺការប្រើប្រាស់អារម្មណ៍ការពីមេរៀនទី1ទី2ទី3ទី4ខ្ញុំតែងតែប្រាប់បងប្អូនថាឲ្យរៀនគ្រប់គ្រងការគិតរបស់យើងពីព្រោះការគិតខ្លាចជាការពិតគិតអីបានហ្នឹងគិតអីស្រូបទាញហ្នឹងមកដល់ត្រង់ចំណុចនេះបងប្អូនប្រកាសជាលួចគិតនៅក្នុងចិត្តទេនោះថាបើគ្រាន់តែគិតអីបានហ្នឹងមែនណាចូលរងថ្ងៃគាត់គិតចង់ខ្លាចជាអ្នកមានតែហេតុអីបានជាគាត់នៅតែក្រមែនតាបើគ្រាន់តែគិតភ្លាមអាចស្រូបទាញមកបានភ្លាមមែនណាម្លេះនៅក្នុងលោកនេះអត់មានអ្នកក្រទេត្រូវអត់ពីព្រោះអ្នកណាក៏ចង់ខ្លាចជាអ្នកមានដែរក៏ប៉ុន្តែបញ្ហាវានៅត្រង់ថាអាខួរក្បាលនេះចង់ខ្លាចជាអ្នកមានតែអារម្មណ៍នេះវាអត់ជឿទាល់តែសត្វតែខ្លួនឯងអាចខ្លាចជាអ្នកមានបានមានន័យថាខួរក្បាលនិងអារម្មណ៍របស់យើងនេះគឺវាឆ្លុះគ្នារហូតវាដើរអត់ត្រូវផ្លូវគ្នាដូច្នេះយើងអាចស្រូបទាញបានលុះត្រាណាតែអាខួរក្បាលនិងអារម្មណ៍របស់យើងនេះវាដើរផ្លូវស្របគ្នាបងប្អូនទាំងអស់គ្នាដឹងអត់ថានៅក្នុងខ្លួនយើងនេះមានមនុស្សពីរនាក់ដែលតែងតែឆ្លោះគ្នាជារៀងរាល់ថ្ងៃតែងតែប្រទៀងបន្ទង់គ្នាអត់ឈប់ទេធ្លាប់អត់មានពេលមួយដែលបងប្អូនមានអារម្មណ៍ថាចង់ធ្វើរឿងអីមួយខ្លាំងមែនតើក៏ប៉ុន្តែស្រាប់តែមានអាកូនចិត្តមួយវាមកខ្សឹបប្រាប់យើងថាកុំធ្វើប្រយ័ត្នបរាជ័យប្រយ័ត្នខ្មាស់គេអ្នកឯងអាចធ្វើរឿងហ្នឹងបានទេរំពេចហ្នឹងយើងក៏ស្រាប់តែមានអារម្មណ៍ស្ទាក់ស្ទើរលែងមានទំនុកចិត្តលែងចង់ធ្វើហើយយើងក៏បោះបង់អត់ធ្វើរឿងមួយហ្នឹងតែម្ដងនេះគឺដោយសារតែយើងទុកឲ្យអារម្មណ៍របស់យើងនេះវាមានឥទ្ធិពលគ្រប់គ្រងទៅលើការគិតរបស់យើងហើយមនុស្សយើងមានអារម្មណ៍ពីរប្រភេទគឺអារម្មណ៍ល្អនិងអារម្មណ៍មិនល្អហើយយើងអាចមានអារម្មណ៍ល្អនិងអារម្មណ៍មិនល្អនៅក្នុងពេលតែមួយបានទេបើពេលណាដែលយើងមានអារម្មណ៍ល្អច្បាស់ណាស់ថាយើងកំពុងតែគិតរឿងល្អឬរឿងវិជ្ជមានហើយបើពេលណាយើងមានអារម្មណ៍មិនល្អគឺមានន័យថាយើងកំពុងតែគិតរឿងដែលអត់ល្អឬរឿងដែលអវិជ្ជមាននឹងឯងអារម្មណ៍គឺជាសញ្ញាដែលបញ្ជូនមកពីចក្រវាឡដើម្បីបញ្ជាក់ប្រាប់យើងថាតើយើងកំពុងគិតអ្វីយើងកំពុងដើរត្រូវផ្លូវឬមួយក៏ដើរធ្លាក់ផ្លូវហើយយើងនឹងទទួលបានអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងអារម្មណ៍របស់យើងនេះជាជាងមាននៅក្នុងការគិតរបស់យើងដូច្នេះតើយើងនឹងឲ្យអារម្មណ៍បែបណាគ្របដណ្ដប់ទៅលើការគិតរបស់យើងចុះធ្វើយ៉ាងណាដើម្បីឲ្យការគិតរបស់យើងនេះអាចធ្លាក់ចូលទៅក្នុងអារម្មណ៍របស់យើងបានដើម្បីឲ្យការគិតទាំងអស់នោះធ្លាក់ចូលទៅក្នុងអារម្មណ៍របស់យើងបានលុះត្រាតែយើងគិតទៅលើរឿងដែលយើងចង់បានហ្នឹងគិតវាដដែលរាល់ថ្ងៃរាល់ខែរាល់ឆ្នាំគិតរហូតទាល់តែវាធ្លាក់ចូលទៅក្នុងអារម្មណ៍និងជំនឿរបស់យើងពេលនោះហើយទើបយើងអាចស្រូបទាញនឹងទាំងអស់នឹងចូលមកក្នុងជីវិតរបស់យើងបានលឿនខ្លាំងមែនទែនដូច្នេះចាប់ពីពេលនេះតទៅយើងត្រូវហាត់រៀនបញ្ចូលអារម្មណ៍ទៅក្នុងអ្វីគ្រប់យ៉ាងដែលយើងប្រាថ្នាចង់បានហើយសួរថាបញ្ចូលអារម្មណ៍បានដល់របៀបណាងាយបងប្អូនសាកសម័យមើលកន្លងមកយើងធ្លាប់មើលរឿងភាគអីមួយដែលយើងកំសត់រហូតចូលតួដល់ថ្នាក់ស្រក់ទឹកភ្នែកទេនឹងគឺដោយសារតែយើងដាក់អារម្មណ៍ខ្លាំងពេកចូលតួខ្លាំងពេកបដោតទៅលើវាខ្លាំងពេកហើយយើងមានអារម្មណ៍ថាខ្លួនយើងនេះដូចជាតួអង្គនៅក្នុងរឿងហ្នឹងអញ្ចឹងទើបវាមានឥទ្ធិពលអាចធ្វើឲ្យយើងស្រក់ទឹកភ្នែកបានមែនអត់ដូច្នេះសាកសម័យមើលបើសិនជាឥឡូវនេះយើងខ្លាចទៅជាតួអង្គម្នាក់ដែលកំពុងរស់នៅក្នុងភូមិមួយគ្រឹះដ៏ធំស្កឹមស្កៃកំពុងតែជិះឡានទំនើបគ្រប់ម៉ាកដែលមានតរៀបជួរគ្នា4-10គ្រឿងនៅក្នុងភូមិមួយគ្រឹះរបស់យើងតែយើងមានអារម្មណ៍រំភើបរីករាយដល់កម្រិតណាបងប្អូនត្រូវរក្សាអារម្មណ៍រំភើបរីករាយនេះទុកឲ្យជាប់នៅក្នុងចិត្តពីព្រោះនេះគឺជាការធ្វើការដែលច្បាប់ស្រូបទាញទោះបីជាវាមិនទាន់ខ្លាចជាការពិតក៏ដោយក៏ប៉ុន្តែនៅពេលដែលយើងរក្សាអារម្មណ៍ល្អអារម្មណ៍រំភើបរីករាយជាមួយនឹងអ្វីដែលយើងប្រាថ្នាចង់បាននឹងឲ្យបានជាប់លាប់ជាប្រចាំថ្ងៃណាមួយយើងនឹងស្រូបទាញរឿងទាំងអស់នឹងចូលមកក្នុងជីវិតរបស់យើងបានយ៉ាងពិតប្រាកដមែនជឿខ្ញុំមកបងប្អូនខ្ញុំធ្លាប់ធ្វើហើយខ្ញុំក៏ទទួលបានផលរួចហើយដែរអរគុណ